អបពបរិស័ទពាក្យប្រឡងមេធាវីរបស់លោកយិនហេងហៅចំបៃខ្មៅដែលសារមានប្រវត្តិផ្ទុយនឹងលក្ខណៈសម្បត្តិច្បាប់ភ្នំពេញនៅថ្ងៃទី28ខែឧសភានេះអង្គភាពប្រឆាំងអំពើពុករលួយ ACU បានដំណើរការពិនិត្យវិភាគនិងសម្រេចលើពាក្យបណ្ដឹងសរុបចំនួន58រួមទាំងបានបញ្ចូលសំណុំរឿង3ទៅសាលាដំបងខេត្តសៀមរាបនិងសាលាដំបងរាជធានីភ្នំពេញក្នុងនោះក៏មានករណីលោកយិនហេងហៅចំបៃខ្មៅត្រូវបានបដិសេធមិនទទួលឲ្យចូលប្រឡងធ្វើជាមេធាវីនោះទេដោយសារមិនអាចបំពេញតាមលក្ខណៈសម្បត្តិតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវីឆ្នាំ1995នៃការដាក់ពាក្យប្រឡងមេធាវីលក្ខណៈសម្បត្តិសម្រាប់ដាក់ពាក្យប្រឡងមេធាវីកំណត់ចំនួន5ចំណុចយោងតាមមាត្រា31នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីក្នុងឆ្នាំ1995ក្នុងនោះរួមមានទី1ត្រូវមានសញ្ជាតិខ្មែរទី2ត្រូវមានបរិញ្ញាបត្រច្បាប់ឬសញ្ញាបត្រដែលបានប្រកាសថាមានតម្លៃសមមូលទី3មិនដែលត្រូវបានផ្ដន្ទាទោសជាបទមជ្ឈិមឬបទឧក្រិដ្ឋឬបទវិន័យឬផ្ដន្ទាទោសបទរដ្ឋបាលដូចជាការលុបឈ្មោះចោលឬការបញ្ឈប់ពីមុខងារការហត់ងារពីអំពើផ្ទុយនឹងកិត្តិយសឬអំពើមិនស្អាតស្អំទី4មិនត្រូវមានធនខ្សែផ្ទាល់ខ្លួនដែលប្រកាសដោយតុលាការទី5ត្រូវមានសីលធម៌និងកាយសម្បទាសមរម្យជាមួយគ្នានេះលោកយិនហេងហៅចំបៃខ្មៅមិនអាចបំពេញតាមលក្ខណៈសម្បត្តិមួយចំនួនជាពិសេសលើចំណុចទី3សម្រាប់ដាក់ពាក្យប្រឡងមេធាវីឈ្មោះនេះមានប្រវត្តិត្រូវបានបញ្ឈប់ពីមុខងារគូបញ្ជាក់ថាចំបៃខ្មៅធ្លាប់បង្ហោះវីដេអូជេរប្រមាថពូជសាសន៍ខ្មែរផ្អើលពេញបណ្ដាញសង្គម Facebook ហើយត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននៅខណ្ឌដូនពេញកាលពីថ្ងៃទី5ខែកុម្ភៈឆ្នាំ2019កន្លងទៅសូមជម្រាបថាយុវជនរូបនេះត្រូវបានតុលាការសម្រេចផ្តន្ទាទោសពីបទញុះញង់ឲ្យមានការរើសអើងដោយដាក់ពន្ធនាគាររយៈពេល2ឆ្នាំតែអនុវត្តទោសក្នុងពន្ធនាគារ1ឆ្នាំហើយ1ឆ្នាំទៀតត្រូវបានព្យួរ